បើសួរខ្ញុំថាក្នុងឆ្នាំ2025នេះគួរតែរៀនជំនាញអីទើបបានការងារល្អប្រាក់ខែល្អជាពិសេសអត់សូវ stress ទៀតណាខ្ញុំគិតថាមានតែជំនាញ3នេះហើយដែលអ្នកទាំងគ្នាអាចពិចារណារៀនបានជំនាញទី1នោះគឺថាខ្លឹមជាងគេហើយសម្បូរអ្នករៀនច្រើនជាងគេគឺជំនាញ digital marketing បើទោះបីជាមានអ្នករៀនច្រើនមែនប៉ុន្តែទីផ្សារគឺនៅតែទលំទលាយល្អជាពិសេសគឺថាប្រាក់ខែកាន់តែល្អទៀតជំនាញនេះពេលដែលអ្នកទាំងគ្នារៀនចប់ហើយចេញរកការងារធ្វើអ្នកទាំងគ្នាអាចធ្វើការពាក់ព័ន្ធជាមួយនឹង social media ការ boost page ការកាន់ page ក៏ដូចជាការបង្កើត content ផ្សេងៗចំណែកជំនាញទី2នោះគឺកាត់តវីដេអូប៉ុន្តែលក្ខណៈជា 3D អ្នកទាំងគ្នានិយាយទៅឲ្យតែលើថាការងារពាក់ព័ន្ធជាមួយនឹងការកាត់តវីដេអូធ្វើការពីផ្ទះទៅក៏បានដែរលក្ខណៈថាយើង freelance ផងចង់ full time ក៏បានដែរចំណែកជំនាញទី3គឺពាក់ព័ន្ធជាមួយនឹង technology ប៉ុន្តែអត់ពាក់ព័ន្ធជាមួយនឹងការសរសេរកូដទាំងស្រុងហ្មងទេបើសិនអ្នកគ្នាចូលចិត្តលក្ខណៈ design ការច្នៃប្រឌិតថ្មីៗអីអ្នកទាំងគ្នាអាចរៀនជំនាញ UX UI design បានជំនាញមួយនេះគឺថាប្រាក់ខែល្អហើយគឺការគិតរបស់យើងគឺ creative ថ្មីរហូតហ្មងហើយជំនាញទាំង3ដែលខ្ញុំនិយាយមិញដែរហ្នឹងគឺសុទ្ធតែមានវគ្គខ្លីទាំងអស់អញ្ចឹងបើសិនអ្នកគ្នាអត់ចង់ចំណាយពេលរៀនយូរទេអ្នកទាំងគ្នាអាចរៀនវគ្គខ្លីបានតែអ្នកទាំងគ្នារករៀនបាននៅសាលា IT Step Academy អរគុណ